ចឹងខ្ញុំនឹងព្យាយាមបន្ថែមការ live YouTube ហ្នឹងពី channel បាទហើយនឹង Facebook ហ្នឹងគឺពីអាចថាពី page ណាពី page ណាបាទដើម្បីឲ្យដំណើរការហ្នឹងឲ្យវាខ្លាំងជាងមុនទៀតអញ្ចឹងបងប្អូនណាបាទខ្លាំងជាងមុនដោយសារទី1បងប្អូនយើងចង់ឲ្យមានការជំរុញឲ្យបានច្រើនជាងមុនបាទហើយទី2បើតាមគិតមើលប្រហែលជាព្រះចង់ឲ្យមានការផ្សព្វផ្សាយឲ្យបានច្រើនពីព្រោះថាអាចនឹងមានអ្វីប្រែប្រួលនៅថ្ងៃខាងមុខបងប្អូនណាបាទដោយសារតែមូលហេតុអីមូលហេតុគឺរុស្ស៊ីអ៊ុយក្រែនគឺអត់ចប់បាទកន្លែងហ្នឹងអញ្ចឹងបងប្អូនសូមជួយ Subscribe ទៅឲ្យ Channel ខ្ញុំឡើងដើម្បីខ្ញុំបន្តបន្ថែមទៀតណាបន្តបន្ថែមទៀតបើនៅក្នុង Facebook Page គឺខ្ញុំមានហើយខ្ញុំមាន 100000 នាក់ហើយអញ្ចឹងណាបាទអញ្ចឹងខ្ញុំអត់សូវបារម្ភទេក្នុង Facebook ណាពីព្រោះតែខ្ញុំ live ទៅពី page តូចមួយក៏ខ្ញុំអាច share ចូលធំបានដែរហើយអ្នកមួយមានគ្រប់មានអីច្រើនទៀតបាទតែអ្វីដែលសំខាន់គឺ YouTube បាទដោយព្រះអង្គប្រាប់មកថាដូចជានៅខ្សោយខាងឯ YouTube អញ្ចឹងទៅក៏ខ្ញុំចាប់ផ្ដើមធ្វើបាទហើយជាទូទៅជាង10ឆ្នាំនេះខ្ញុំមិនដែលរៀបចំទី YouTube ខ្ញុំគ្រាន់តែបោះលេងណាបងប្អូនបាទផុសការងារលេងតិចតួចជាមួយកូនជាមួយអីចឹងទៅបាទប៉ុន្តែអត់មានជាផ្លូវការទេបាទអញ្ចឹងខ្ញុំកម្រនឹងប្រើ YouTube ណាភាពលឿនចាំបាច់គឺខ្ញុំប្រើតែ Facebook ទេបាទប៉ុន្តែឥឡូវហ្នឹងប្រហែលជាវាមានការផ្លាស់ប្ដូរច្រើនអញ្ចឹងអាចនឹងខ្ញុំប្រើទៅលើ YouTube ឲ្យបានច្រើនដើម្បីឲ្យមានតុល្យភាពគ្នាដើម្បីឲ្យមានតុល្យភាពគ្នាជាមួយនឹង Facebook អញ្ចឹងណាបាទហើយក៏ខ្ញុំលើករឿងរ៉ាវពិភពលោកនឹងមកនិយាយឲ្យបានច្រើនអញ្ចឹងបងប្អូនណាបាទអញ្ចឹងស្ថានភាពប្រព័ន្ធសេដ្ឋកិច្ចគឺលំបាកទៅសប្តាហ៍ថ្ងៃនេះអញ្ចឹងបងប្អូនត្រូវប្រយ័ត្នសំចៃបងប្អូនយើងខាងជប៉ុនខាងកូរ៉េខាងត្បូងខាងអាមេរិកខាងអីហ្នឹងក៏គាត់បោះដៃមកដែរថាលំបាកខាងប្រទេសផ្សេងក៏លំបាកដែរអញ្ចឹងសេដ្ឋកិច្ចតឹងតែងខ្លាំងណាស់ដោយសារស្ថានភាពអាមេរិកកាំងមិនដឹងរកទេអញ្ចឹងការប្រច្រាស់គ្នារវាងសាធារណរដ្ឋនិងប្រជាធិបតេយ្យនៅក្នុងសភាអាមេរិកកាំងបានធ្វើឲ្យចាល់មនុស្ស70ជាង10000នាក់នៅក្នុងរដ្ឋាភិបាលត្រាំគឺបានន័យថាចាល់ការងារណា suspension បានថា holding ការងារអត់បានចូលធ្វើការងារបាទអញ្ចឹងទៅធ្វើឲ្យប្រព័ន្ធការងាររបស់រដ្ឋអាមេរិកកាំងហ្នឹងគឺមានការលំបាកអញ្ចឹងវាអាចរាំងស្ទះណាប្រព័ន្ធឆ្លើយតបផ្សេងមានការរាំងស្ទះអញ្ចឹងវាប៉ះអាមេរិកកាំងមួយគឺប៉ះទៅលើពិភពលោកទាំងមូលតែម្ដងអញ្ចឹងបងប្អូនណាបាទអញ្ចឹងរឿងហេតុហ្នឹងវាអាចនឹងបន្តទៅមុខវែងឆ្ងាយហើយវាអាចប៉ះទៅដល់ជីវភាពប្រជាជនយើងទាំងអស់គ្នាលើសកលលោកបូករួមជាមួយនឹងសង្គ្រាមនៅលើរុស្ស៊ីនិងអ៊ុយក្រែនធ្វើឲ្យមានការស្លាប់ការរងរបួសជាបន្តណាដោយរុស្ស៊ីជាងប្រហែលជា1លានជិត100000នាក់ហើយបាទបូករួមជាមួយនឹងកូរ៉េខាងជើងទាហានកូរ៉េខាងជើងប្រហែលជាស្លាប់ខ្ទង់ប្រហែលជាអាចលំបាក់7-80000នាក់ហ្នឹងឯងបាទចូលទៅជួយច្បាំងណាបាទចូលម្ដង10000 20000អញ្ចឹងទៅវាអាចចូលមួយឆ្នាំនេះអាចទៅច្រើនហើយសូម្បីតែទាហានអ៊ុយក្រែនក៏អាចចូល90000នាក់ដែរក្នុងការស្លាប់អញ្ចឹងវិវាទនេះវាធ្ងន់ធ្ងរបងប្អូនណាអញ្ចឹងហើយបានជាស្ថានភាពយើងព្រំដែនយើងសុំឲ្យចប់ទៅក៏វាល្អដែរដើម្បីអីវាខ្លាចจะមានបញ្ហាធំអញ្ចឹងបងប្អូនណាខ្លាចមានបញ្ហាធំកើតឡើងដោយប្រការណាមួយកើតឡើងក្នុងតំបន់អាស៊ីជាងហ្នឹងដោយសារឥណ្ឌាប៉ាគីស្ថានប៉ះគ្នាអញ្ចឹងណាហើយដោយសារអ៊ីស្រាអែលហើយនិងហាម៉ាស់ហ្នឹងនៅបន្តទៀតអញ្ចឹងណាហើយអាមេរិកកាំងយើងហ្នឹងក៏ពាក់ព័ន្ធជាមួយនឹងវេណេស៊ុយអេឡាទៀតអញ្ចឹងវាអាចបែកសបុករឿងច្រើនបាទបែកសបុករឿងច្រើនពាក់ព័ន្ធជាមួយអ៊ីរ៉ង់ពាក់ព័ន្ធជាមួយចិនហើយអ៊ីស្រាអែលក៏ធ្លាប់បានពមៀនចិនពមៀនរុស្ស៊ីដែរអញ្ចឹងអាចមីស៊ីលអន្តរជាតិហ្នឹងអាចហោះទៅដល់ហ្នឹងហ
hay American ai nhưng mình chu là thâm mà hot nữa bạn này tham bị xin bao nhiêu chừng ngày nó đại ra đá cho bạn bán nó bánh phong cho Moscow hay Moscow tăng tay khang với ai chẳng ra được lệ nó rương ra đây làm bạn nó bao nhiêu mà rương ra làm bạn thằng nó sọc smart nhá lừa phục được đi nhưng cái tham mình đúng mình ai đo sai bán đấy rương đi mình đúng mình ai đo sai bán này bao nhiêu bà chẳng hay cứ chờ đứa cút nặng một cút nặng mình nước lụm bạn nó không ca đo sai nè mà lụm bạn nè không ca đo sai bài nhà tầng on đi bà chẳng nhưng mới khơi phò bị bạn ấy thống và phò bị bạn ấy thống á chẳng hay bạn trẻ tại hỏi bóng ôn chứ chạp đà chùm nung kia lang vĩnh chạp đàm chụp chùm kia lang vĩnh bà nên không sạc cúng bóng ôn trời rút rô pre đó bóng ôn á rút rô pre riêng chóng lang vĩnh đàm bây ôi tầm ná cả ả thị than cả chung kia cả lực tập chất kia không kia làm bà nó cứ chung kia cho mối pre bóng ôn á bà chẳng hay còn bay nhảy kia bóng ôn á Sliệt pê làm bay chụp chung kia nước nông kia đây làm bã cứ chụp chung kia mấy kia đây làm bã nhưng nơi tại chứ nè và hay bên nơi thì nít nhóm bạn bàn tay nam ấy bàn tay nhóm ai những like Facebook nâng YouTube thời xa cái nhóm miền friend chán mật hẹ chán ai chúng ta đó tê tẹt tôn kia ta khang có tiếp sinh những thời bà thì đã tầm đó kia đo cho bỏ kia tụi tầm màu trong tụi tầm màu trong thời chẳng vì cứ chơi tầm đá ca muối cứ nơi tại đó đại đi tụi bây giờ dương mình bàn đà của nhóm tâm đà và hai chị pi bay khai đi thế nào bao nhiêu đó bà chẳng rồi đó cứ đá nè đà admin p tầm đấy đi mặc hai tôi mặc hai bà chẳng ca sầm bạ đấy mình đăng thao ông cất thao chẳng mấy và rư to bị phục lúc mình xuống rư có ao nhóm thôi online với bà chẳng ca chụp trận đúng và chung cái này cứ cái nhóm đà trả bà chẳng haiខ្ញុំចង់ឲ្យបងប្អូនចូលទៅសិក្សាកពីសិក្សាបាយបឡើងវិញហើយទី2អាសាចូលមើលទី3មួយទៀតអាសាអធិដ្ឋានទី4មួយទៀតបងប្អូនទៅចូលនឹងក្រុមជំនុំដែលមានការប្រឹក្សាពីគ្រូបង្រៀនណាបងប្អូនទៅជួបមិត្តភ័ក្តិឆាតសួរសុខទុក្ខគ្នាចង់និយាយថារៀបចំ discipline វិន័យនឹងឡើងវិញបងប្អូនណារៀបចំវិន័យនឹងឡើងវិញទាំងអស់ការដឹកនាំទាំងអស់គឺត្រូវការរៀបចំជាប្រព័ន្ធមួយដ៏ធំមួយអញ្ចឹងណាប្រព័ន្ធដ៏ធំមួយដើម្បីងាយស្រួលផ្ដល់នៅចំណេះដឹងការបត់នៅរបត់អ្វីមួយទាំងអស់បងប្អូនណាបាទអញ្ចឹងត្រូវការវិន័យត្រូវការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកអញ្ចឹងហើយបានជានៅក្នុង YouTube នេះសូមបងប្អូនជួយ subscribe ឲ្យបានច្រើនអាចតែចូល10000នេះអញ្ចឹងទៅក៏វាល្អដែរអញ្ចឹងណាបាទអញ្ចឹងការរុញហ្នឹងក៏វាលឿនវារហ័សបាទឥឡូវនៅស្ទើរដែរអញ្ចឹងសូមបងប្អូនជួយ subscribe បន្ថែមនិងជួយ share បន្ថែមបាទខ្ញុំនឹងអានចំពោះនេះរួចហើយខ្ញុំនឹងនិយាយបន្តទៀតអញ្ចឹងបងប្អូនណាបាទអញ្ចឹងចំពោះនេះបងប្អូនយើងចង់ឲ្យបើកបង្ហាញដែរបាទប្រកាសជាមានក្នុងនេះគឺការបើកបង្ហាញតែម្ដងបាទចំពោះមួយនេះណាបាទការបើកបង្ហាញពីខ1ដល់ខ20បាទអញ្ចឹងបងប្អូននឹងស្ដាប់បានអំពីចំណុចមួយខ្ញុំអានមួយយឺតទេបាទមួយយឺតទេពីព្រោះដល់សារយកអញ្ចឹងហើយគឺច្បាស់គឺបងប្អូនអាចស្ដាប់បានល្អហើយទី2មួយទៀតចូលក្នុងតិចបានល្អអញ្ចឹងសូមអធិដ្ឋានសម្រាប់ព្រះជាម្ចាស់នៅឋានសួគ៌សូមឲ្យអ្វីដែលកូនចៅបើកបង្ហាញការបើកបង្ហាញចំពោះយូហានចំពោះ1ពីខ1ដល់ខ20នេះសូមឲ្យបងប្អូនទទួលបានការយល់ដ៏ល្អមួយហ្នឹងហើយនឹងការមានការចែករំលែកមានដ៏ច្រើនហើយទី2សូមឲ្យក្តីសន្យារបស់ទ្រង់សូមជួយដល់ប្រជាជនយើងទូទាំងសកលលោកបាទចឹងសូមអរគុណទ្រង់បាទយើងចាប់ផ្ដើមណាបងប្អូនណាបាទយើងមើលសេចក្តីសង្ខេបបាទទី1ការបើកបង្ហាញដោយលោកយេស៊ូវគ្រីស្ទជាអ្វីដែលព្រះបានផ្ដល់ឲ្យលោកដើម្បីបង្ហាញពួកខ្ញុំបម្រើរបស់លោកឲ្យឃើញអ្វីដែលត្រូវកើតនៅក្នុងពេលឆាប់ខាងមុខនេះលោកយេស៊ូវបានចាត់ទេវតារបស់លោកហើយតាមរយៈទេវតានោះលោកប្រើនិមិត្តរូបដើម្បីបើកបង្ហាញការទាំងនោះបាទដល់យូហានជាខ្ញុំបម្រើរបស់លោក2ដែលបានធ្វើជាសាក្សីបញ្ជាក់អំពីបណ្ដាំរបស់ព្រះនិងអំពីសក្ខីភាពរបស់លោកយេស៊ូវគ្រីស្ទ
គឺគាត់បានបញ្ជាក់អំពីអ្វីទាំងអស់ដែលគាត់ឃើញ3អ្នកណាដែលអានទំនាយនេះឲ្យអ្នកឯទៀតស្ដាប់អ្នកណាដែលឮរួចប្រព្រឹត្តតាមអ្វីដែលបានត្រូវសរសេរក្នុងទំនាយនេះអ្នកទាំងនោះមានសុភមង្គលហើយពីព្រោះពេលកំណត់នឹងចិត្តមកដល់ហើយខណ្ឌ4ពីខ្ញុំយូហានជូនចំពោះក្រុមជំនុំទាំង7នៅខេត្តអាស៊ីសូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏ពិសេសលើសលប់និងសេចក្តីសុខសាន្តពីលោកដែលមានជីវិតរស់នៅកាលពីមុនដែលមានជីវិតរស់នៅឥឡូវនេះហើយដែលនឹងមកដល់ព្រមទាំងពីអនុភាពទាំង7ដែលនៅមុខបល្ល័ង្ករបស់លោក5ហើយពីលោកយេស៊ូវគ្រីស្ទដែលជាសាក្សីដ៏ស្មោះត្រង់ជាបុត្រច្បងនិងជាអ្នកដែលបានរស់ពីស្លាប់ឡើងវិញមុនគេនិងជាអ្នកគ្រប់គ្រងលើស្ដេចទាំងឡាយលើផែនដីណាបងប្អូនណានេះជាពាក្យរបស់ព្រះទំនាយព្រះបងប្អូនណាអ្វីហ្នឹងគឺជាក់ស្ដែងលោកស្រឡាញ់យើងហើយបានរំដោះយើងពីភាពខុសឆ្គងរបស់យើងតាមរយៈឈាមរបស់លោកផ្ទាល់6រួចលោកធ្វើឲ្យយើងទៅជាស្ដេចនិងជាសង្ឃរបស់ព្រះដែលជាបិតារបស់លោកសូមឲ្យលោកបានប្រកបដោយសេរីរុងរឿងនិងកម្លាំងខ្លាំងក្លាជារៀងរហូតអាមែនបាទខណ្ឌ7មើលលោកនឹងមកជាមួយនឹងពពកហើយភ្នែកមនុស្សទាំងអស់នឹងឃើញលោករួមទាំងពួកអ្នកដែលបានចាក់លោកអានេះចាក់ណាមិនចាក់ទេចាក់បាទខណ្ឌកលសម្ព័ន្ធទាំងអស់នៅលើផែនដីនឹងគក់ទ្រូងដោយក្តីទុក្ខព្រួយព្រោះតែលោកមែនហើយអាមែនខណ្ឌ8ព្រះយេហូវ៉ាដែលជាព្រះមានប្រសាសន៍ថាខ្ញុំជាអាល់ហ្វានិងអូមេហ្គាអាល់ហ្វាបានន័យថាការចាប់ផ្ដើមអាល់ហ្វាបាននិយាយបើកធំចេះបងប្អូនណាអាល់ហ្វាសញ្ញាអាល់ហ្វាអញ្ចឹងណាបាទបើកធំអញ្ចឹងអាល់ហ្វាអូមេហ្គាអញ្ចឹងបាទគ្រប់គ្រងលើផែនដីទាំងមូលបាទអូមេហ្គាជាអ្នកដែលមានជីវិតរស់នៅកាលពីមុននិងដែលមានជីវិតរស់នៅឥឡូវនេះបានន័យថារស់នៅពីកាលមុនរហូតដល់ពេលនេះបាទហើយដែលនឹងមកដល់នឹងជាអ្នកដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតបានន័យថាជាអ្នកដែលមានឫទ្ធានុភាពខ្លាំងក្លាបានន័យព្រះជាម្ចាស់នៅលើផែនដីលើចក្រវាឡបាទទី9ខ្ញុំយូហានជាបងប្អូនរបស់អ្នករាល់គ្នានិងជាអ្នករួមចំណែកជាមួយនឹងអ្នករាល់គ្នាក្នុងសេចក្តីវេទនាក្នុងរាជាណាចក្រនឹងការតស៊ូនឹងការស៊ូទ្រាំព្រោះយើងជាអ្នកកាន់តាមលោកយេស៊ូវខ្ញុំបាននៅកោះហៅថាប៉ាត់ម៉ូសដោយសារខ្ញុំនិយាយអំពីព្រះនិងធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូវ10ដោយឥទ្ធិពលនៃឫទ្ធានុភាពរបស់ព្រះខ្ញុំបាននៅក្នុងថ្ងៃរបស់លោកម្ចាស់ហើយនៅខាងក្រោយខ្ញុំឮសំឡេងមួយលាន់ឮយ៉ាងខ្លាំងដោយសំឡេងត្រែ11សំឡេងនោះបន្លឺឡើងថាអ្វីដែលអ្នកឃើញចូលសរសេរក្នុងរមូរមួយហើយផ្ញើទៅក្រុមជំនុំទាំង7គឺក្រុមជំនុំនៅក្រុងអេផេសូក្រុងស្មៀណាក្រុងពើកាប៉ុមក្រុងធាតេរ៉ាក្រុងសាដេសក្រុងភីឡាដេភៀនិងក្រុងឡាឌីសេខណ្ឌទី12ខ្ញុំក៏បែរទៅរកសំឡេងដែលកំពុងបន្លឺមកកាន់ខ្ញុំហើយខ្ញុំឃើញជើងចង្គៀងមាស7ខណ្ឌ13នៅកណ្ដាលជើងចង្គៀងទាំងនោះខ្ញុំឃើញមនុស្សម្នាក់ដូចកូនមនុស្សដែលមានសម្លៀកបំពាក់វែងដល់ជើងហើយមានខ្សែក្រវ៉ាត់មាសក្រវ៉ាត់នៅដើមទ្រូង14ម្យ៉ាងទៀតសក់ក្បាលរបស់លោកសស្គុះដូចរោមចៀមហើយភ្នែករបស់លោកដូចអណ្ដាតភ្លើងបាទ15
ជើងរបស់លោកដោយស្ពាន់សុទ្ធដែលកំពុងភ្លឺក្នុងឡហើយសំឡេងលោកដោយសន្ធឹកទឹកហូរ16លោកមានផ្កាយ7នៅក្នុងដៃស្ដាំរបស់លោកហើយមានដាវវែងមួយយ៉ាងមុតដែលមានមុខពីរចេញពីមាត់របស់លោកឯមុខរបស់លោកភ្លឺដូចថ្ងៃពេលដែលកំពុងពេញកម្ដៅណាព្រះចេញយើងមកចេញពីមាត់របស់លោកឯមុខរបស់លោកភ្លឺដូចថ្ងៃពេលដែលកំពុងពេញកម្ដៅ17ពេលដែលខ្ញុំឃើញលោកខ្ញុំដួលនៅក្បែរជើងរបស់លោកដូចមនុស្សស្លាប់ខានរួចលោកដាក់ដៃស្ដាំលើខ្ញុំហើយមានប្រសាសន៍ថាកុំខ្លាចឡើយខ្ញុំជាអ្នកមុនបង្អស់និងជាអ្នកក្រោយបង្អស់ Alpha Omega ហ្នឹងណាបាទ18ហើយជាអ្នកដែលមានជីវិតរស់នៅខ្ញុំបានស្លាប់តែមើលខ្ញុំរស់ជារៀងរហូតហើយខ្ញុំមានកូនសោនៃសេចក្តីស្លាប់និងកូនសោនៃភ្នោបានគាត់ជាម្ចាស់នៃវត្តដាក់ទាំងមូលវត្តសង្សារទាំងមូល19ដូច្នេះចូលសរសេរអ្វីដែលអ្នកបានឃើញអ្វីដែលកំពុងកើតឡើងនិងអ្វីដែលនឹងកើតឡើងបន្ទាប់ពីនេះ20ចំណែកអាចកំបាំងដ៏ពិសិដ្ឋអំពីផ្កាយ7ដែលអ្នកបានឃើញក្នុងដៃស្ដាំរបស់ខ្ញុំនិងអំពីជើងចង្គៀងមាស7នោះគឺផ្កាយទាំង7តំណាងពួកទេវតានៃក្រុមជំនុំទាំង7ហើយជើងចង្គៀងទាំង7តំណាងក្រុមជំនុំទាំង7បងប្អូនខ្ញុំសូមទៅមុខទៀតអញ្ចឹងបងប្អូនចូលទៅខហ្នឹងបងប្អូននឹងចាប់ផ្ដើមបាទចាប់ផ្ដើមមានអារម្មណ៍ចង់អានណាទៅមុខទៀតណាបាទខ្ញុំចូលការបើកបង្ហាញចំពោះយូហានចំពោះ2ពីខ1ដល់ខ29បងប្អូនណាចំពោះ2បាទចូលសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងអេភេសូថាលោកដែលកាន់ផ្កាយទាំង7នៅក្នុងដៃស្ដាំហើយដែលដើរនៅកណ្ដាលជើងចង្គៀងមាសទាំង7មានប្រសាសន៍ដូចតទៅនេះថាខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នកក៏ដឹងថាអ្នកធ្វើការនឿយហត់ហើយខ្ញុំស្គាល់ការតស៊ូខ្ញុំស្គាល់ការស៊ូទ្រាំរបស់អ្នកក៏ដឹងថាអ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយបានន័យថាទ្រង់ជួយខ្ញុំដឹងថាអ្នកបានលបងលោពួកអ្នកដែលអះអាងថាពួកគេជាសាវកតែតាមពិតពួកគេមិនមែនជាសាវកទេហើយអ្នកបានឃើញថាពួកគេជាអ្នកពុទ្ធផល3ម្យ៉ាងទៀតអ្នកកំពុងបង្ហាញការស៊ូទ្រាំក៏បានទ្រាំការលំបាកជាច្រើនដើម្បីឈ្មោះរបស់ខ្ញុំហើយមិនបានអស់កម្លាំងចិត្តឡើយ4ទោះជាយ៉ាងណាក៏ដោយខ្ញុំប្រកាន់ទោសអ្នកអំពីរឿងមួយគឺអ្នកបានបាត់បង់សេចក្តីស្រឡាញ់ដែលអ្នកធ្លាប់មានកាលពីដើមដំបូងបានន័យថាយើងត្រូវតែថែរក្សាសេចក្តីស្រឡាញ់ណាបងប្អូនណាទោះបីមានគ្រាលំបាកអីក៏ដោយរវាងគ្នានឹងគ្នាមនុស្សជាតិនឹងតាក់ទងជាមួយនឹងព្រះ5ដូច្នេះចូលនឹកឃើញនៅអ្វីដែលអ្នកបានបាត់បង់ហើយចូលប្រែចិត្តណែឲ្យយើងចេះប្រែចិត្តពីអាក្រក់មកល្អដូចយើងមានប្រាសាទប្រែរូបណាប្រែរូបហ្នឹងនៅប្រាសាទនៅតំបន់គោហ្នឹងប្រាសាទប្រែរូបហ្នឹងបានន័យថាប្រែពីអាក្រក់មកល្អណាបងប្អូនណាបាទរួចប្រព្រឹត្តដូចដើមដំបូងវិញពុំនោះសោតខ្ញុំនឹងមកឯអ្នកហើយដកជើងចង្គៀងរបស់អ្នកចេញបើអ្នកមិនប្រែចិត្ត6ប៉ុន្តែអ្នកនៅមានលក្ខណៈល្អមួយគឺអ្នកស្អប់ការប្រព្រឹត្តរបស់និកាយនីកូឡាសដោយខ្ញុំស្អប់ដែរ7ចូលឲ្យអ្នកដែលមានត្រចៀកស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយតាមរយៈឫទ្ធានុភាពរបស់លោកខ្ញុំនឹងអនុញ្ញាតឲ្យអ្នកដែលឈ្នះបរិភោគផ្លែពីដើមឈើដែលផ្ដល់ជីវិតដែលនៅក្នុងសួនឧទ្យានរបស់ព្រះ8ចូលសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងស្មានណាថាលោកដែលជាអ្នកមុនបង្អស់និងជាអ្នកក្រោយបង្អស់ដែលបានស្លាប់ហើយរស់ឡើងវិញ
មានប្រសាសន៍ដូចតទៅនេះថា9ខ្ញុំស្គាល់សេចក្តីវេទនានិងភាពក្រីក្ររបស់អ្នកតែតាមពិតអ្នកជាអ្នកមានខណ្ឌខ្ញុំក៏ដឹងអំពីការជេរប្រមាថរបស់ពួកអ្នកដែលអះអាងថាពួកគេជាជនជាតិយូដាតែតាមពិតពួកគេមិនមែនជាជនជាតិយូដាទេគឺជាបព្វពួករបស់សាថានវិញនឹងប្រយ័ត្នបងប្អូនណា10កុំខ្លាចទុក្ខលំបាកដែលអ្នករាល់គ្នានឹងជួបប្រទះឡើយមើលមេកំណាចនឹងបោះអ្នករាល់គ្នាខ្លះទៅក្នុងគុកម្ដងហើយម្ដងទៀតដើម្បីឲ្យអ្នករាល់គ្នាទទួលការលបងលោយ៉ាងពេញលេញនិងដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីវេទនាអស់10ថ្ងៃបាទចូលរក្សាសេចក្តីស្មោះត្រង់រហូតដល់ស្លាប់ហើយខ្ញុំនឹងឲ្យមកុដនៃជីវិតដល់អ្នករាល់គ្នាចូលអ្នកដែលមានត្រចៀកស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយតាមរយៈឫទ្ធានុភាពរបស់លោកអ្នកណាដែលឈ្នះនឹងមិនឆ្លងកាត់សេចក្តីស្លាប់ទី2សោះឡើយខណ្ឌទី12ចូលសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងពើកាពុបថាលោកដែលមានដាវវែងមួយយ៉ាងមុតដែលមានមុខ2មានប្រសាសន៍ដូចតទៅនេះថា13ខ្ញុំដឹងថាអ្នកអាស្រ័យនៅកន្លែងណាគឺនៅកន្លែងដែលមានបល្ល័ង្ករបស់សាតានទោះជាយ៉ាងណាក៏ដោយអ្នកមិនបានបដិសេធថាមិនជឿខ្ញុំទេតែអ្នកបានកាន់ភ្ជាប់តាមរយៈរបស់ខ្ញុំរហូតអ្នកបានធ្វើដូច្នេះនៅសម័យអាន់ទីបាសគឺពេលដែលអាន់ទីបាសជាសាក្សីស្មោះត្រង់របស់ខ្ញុំបានត្រូវគេសម្លាប់នៅក្នុងក្រុងរបស់អ្នករាល់គ្នាជាកន្លែងដែលសាតានអាស្រ័យនៅ14ទោះជាយ៉ាងណាក៏ដោយខ្ញុំប្រកាន់ទោសអ្នកអំពីរឿងមួយចំនួនគឺនៅទីនោះក្នុងចំណោមអ្នកមានមនុស្សខ្លះកាន់ភ្ជាប់តាមសេចក្តីបង្រៀនរបស់បាឡាមដែលជាអ្នកបង្រៀនបាឡាក់ឲ្យតាក់ទាញពួកកូនអ៊ីស្រាអែលឲ្យធ្វើអំពើខុសឆ្គងគឺឲ្យបរិភោគអ្វីដែលបានត្រូវបូជាដល់រូបព្រះនិងឲ្យធ្វើអំពើប្រឆាចសិលធម៌ខាងផ្លូវភេទខណ្ឌ15នៅទីនោះក៏មានមនុស្សដែលកាន់ខ្ជាប់តាមសេចក្តីបង្រៀនរបស់និកាយនីកូឡាស់ដែរខណ្ឌ16ដូច្នេះចូលប្រែចិត្តចុះណាព្រះអង្គឲ្យប្រែចិត្តពីអាក្រក់មកល្អណាកាន់និកាយខុសអីក៏ដោយពុំនោះសោតខ្ញុំនឹងមកឯអ្នកយ៉ាងឆាប់រួចច្បាំងនឹងអ្នកទាំងនោះដោយដាវវែងដែលចេញពីមាត់របស់ខ្ញុំណាអរិទ្ធានុភាពរបស់ព្រះអង្គបាទ17ចូលឲ្យអ្នកមានត្រចៀកស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយដោយឫទ្ធានុភាពរបស់លោកខ្ញុំនឹងឲ្យម៉ាណាខ្លះដែលលាក់កំបាំងដល់អ្នកណាដែលឈ្នះក៏នឹងឲ្យថ្មសមួយដែរហើយនៅលើថ្មនោះឈ្មោះថ្មីមួយត្រូវសរសេរជាឈ្មោះដែលគ្មានអ្នកណាស្គាល់ទេក្រៅពីអ្នកដែលទទួលថ្មនោះបាទ18ចូលសរសេរទៅកាន់ទេវតានៃក្រុមជំនុំក្រុងធាតេរាថាបុត្រព្រះដែលមានភ្នែកដូចអណ្ដាតភ្លើងហើយមានជើងដូចជាស្ពាន់សុតមានប្រសាសន៍ដូចតទៅនេះថា19ខ្ញុំស្គាល់ការប្រព្រឹត្តសេចក្តីស្រឡាញ់ជំនឿកិច្ចបម្រើនិងការតស៊ូទ្រាំរបស់អ្នកក៏ដឹងថាការប្រព្រឹត្តរបស់អ្នកឥឡូវនេះគឺល្អប្រសើរជាងការប្រព្រឹត្តរបស់អ្នកកាលពីមុនបាទខណ្ឌ20ទោះជាយ៉ាងណាក៏ដោយខ្ញុំប្រកាន់ទោសអ្នកអំពីរឿងមួយគឺអ្នកប្រណីដល់យេសាប៊ែលជាស្ត្រីដែលអះអាងថាខ្លួនជាអ្នកប្រកាសទំនាយហើយដែលបង្រៀននិងបំភាន់ពួកខ្ញុំបម្រើរបស់ខ្ញុំឲ្យប្រព្រឹត្តអំពើប្រឆាចសិលធម៌ខាងផ្លូវភេទនិងឲ្យបរិភោគអ្វីដែលបានត្រូវបូជាដល់រូបព្រះខណ្ឌ21ខ្ញុំបានទុកពេលឲ្យនាងប្រែចិត្តតែនាងមិនព្រមប្រែចិត្តអំពីអំពើប្រឆាចសិលធម៌ខាងផ្លូវភេទរបស់នាងទេ22មើលខ្ញុំហៀបនឹងធ្វើឲ្យនាងឈឺងើបមិនរួចហើយធ្វើឲ្យអ្នកដែលផិតក្បត់ជាមួយនឹងនាងមានសេចក្តីវេទនាជាខ្លាំងបើពួកគេមិនប្រែចិត្តពីការប្រព្រឹត្តដូច
ការប្រព្រឹត្តរបស់នាងទេ23ខ្ញុំនឹងប្រហារជីវិតកូនរបស់នាងដោយជំងឺដែលនាំឲ្យស្លាប់ដើម្បីឲ្យក្រុមជំនុំទាំងឡាយដឹងថាខ្ញុំជាអ្នកដែលស្ទង់មើលចិត្តនិងអារម្មណ៍ដែលកប់ជ្រៅហើយនឹងសងដល់អ្នករាល់គ្នាតាមការប្រព្រឹត្តរៀងខ្លួន24ក៏ប៉ុន្តែចំណែកពួកអ្នកទាំងប៉ុន្មានទៀតនៅក្រុងធាតេរាដែលមិនកាន់តាមសេចក្តីបង្រៀនរបស់យេសេបេលក៏ពួកអ្នកដែលមិនដឹងសោះអំពីអ្វីដែលគេហៅថាសេចក្តីជ្រាលជ្រៅរបស់សាតានខ្ញុំប្រាប់ថាខ្ញុំមិនបន្ថែមបន្ទុកលើអ្នករាល់គ្នាឡើយ25ទោះជាយ៉ាងណាទោះជាយ៉ាងនោះក៏ដោយចូលកាន់ភ្ជាប់តាមអ្វីដែលអ្នករាល់គ្នាមានរហូតដល់ខ្ញុំមក26ឯអ្នកណាដែលឈ្នះដែលធ្វើតាមការប្រព្រឹត្តរបស់ខ្ញុំរហូតដល់ទីបញ្ចប់ខ្ញុំនឹងឲ្យអ្នកនោះមានអំណាចលើប្រជាជាតិទាំងឡាយ27ដូចអំណាចដែលខ្ញុំបានទទួលពីបិតារបស់ខ្ញុំហើយអ្នកនោះនឹងឃ្វាលបណ្ដាជនដែលដំបងដែកដើម្បីឲ្យពួកគេបែកខ្ចាយដូចភាជនៈដីបាទភាជនៈដីបាទភាគដី28រួចខ្ញុំនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ29ចូលឲ្យអ្នកដែលមានត្រចៀកស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយដោយឫទ្ធានុភាពរបស់លោកបាទអញ្ចឹងនេះជាព្រះបន្ទូលមួយនៅក្នុងការបើកបង្ហាញសិភៅបើកបង្ហាញបងប្អូនណាបាទអញ្ចឹងសិភៅបើកបង្ហាញបងប្អូនអាចចូលទៅមើលអានចូលទៅមើលខហ្នឹងទៅបាទនៅក្នុងការបើកបង្ហាញចំពោះយូហាននេះយើងចូលទៅដល់ខទី3បាទចំពោះទី3ខ1ដល់ខ27បាទអញ្ចឹងបងប្អូនអាចចូលមើលដល់ខ្លួនឯងក្នុងហ្នឹងបន្តទៀតនេះគឺខ្ញុំបានបង្ហាញបងប្អូនប៉ុណ្ណឹងអញ្ចឹងបងប្អូនអាចចូលមើលនៅក្នុង jw.org/km មកបងប្អូនចូលក្នុងកម្ពីមកណាបាទអញ្ចឹងទៅមុខទៀតបងប្អូនណាទៅមុខទៀតសង្ខេបមកវិញគ្រប់អ្វីទាំងអស់យើងត្រូវមានជំនឿណាបងប្អូនណាមានជំនឿជឿជាក់ឧទាហរណ៍ថាយើងចង់រៀនយើងចង់ប្រឡងបាក់ឌុបឧទាហរណ៍យើងកាលនៅពីក្មេងប្រឡងបាក់ឌុបអត់ជាប់បើយើងខ្វះជំនឿយើងប្រឡងអត់ជាប់ទេដល់យើងមានជំនឿយើងមានការតាំងចិត្តយើងមានការព្យាយាមយើងមានការអត់ធ្មត់យើងមានការស៊ូទ្រាំយើងមានការខិតខំគ្រប់បែបយ៉ាងទាំងអស់បានយើងអាចប្រឡងជាប់បាក់ឌុបបានយើងអាចរៀនចេះបានអញ្ចឹងណាបងប្អូនដូចជាឧទាហរណ៍បើសិនជាយើងគ្មានជំនឿនៅក្នុងការកសាងប្រាសាទមហានគររបស់យើងទេណាទឹកដីដ៏ធំមួយនេះទេណាយើងមិនអាចកសាងបានទេលុះត្រាតែបងប្អូនមានជំនឿមានការតាំងចិត្តមានផែនការយុទ្ធសាស្ត្រមានអីគ្រប់បែបយ៉ាងទាំងអស់មានចក្ខុវិស័យមានបេសកកម្មមាន goal មាន planning ណាមាន tactic សម្រាប់ធ្វើប្រម៉ូទទាំងអស់គ្រប់ជាប្រព័ន្ធអញ្ចឹងបងប្អូនណាលុះត្រាតែយើងមានជំនឿបានអ្វីទាំងអស់ហ្នឹងគឺបានរៀបរយទាំងហ្មងណាមានការតាំងចិត្តការព្យាយាមការធ្វើអញ្ចឹងបងប្អូនណាហើយក៏កុំភ្លេចអធិដ្ឋានដែរបាទពីព្រោះមានចំណុចមួយចំនួនគឺជាចំណុចអាត់កំបាំងចំណុចខ្វះខាតយើងត្រូវការអធិដ្ឋានអញ្ចឹងណាសូម្បីតែបុព្វបុរសរបស់យើងបុព្វបុរសខ្មែរយើងពីដើមមកហ្នឹងគាត់ជាគង់នៅជាវិញ្ញាណក៏ដោយជាមនីអស័យមនីអសូរក៏យើងអាចអធិដ្ឋានក៏យើងអាចសួរក៏យើងអាចហៅគាត់បានដែរអញ្ចឹងបងប្អូនណានៅពេលដែលយើងប្រព្រឹត្តល្អព្រះវិញ្ញាណបរិសុទ្ធទាំងអស់នឹងមកជួយយើងបងប្អូនណាមកជួយយើងបង្ហាញផ្លូវយើងបាទមកសង្គ្រោះយើងអញ្ចឹងដូចគ្នាបងប្អូនត្រូវរៀនដើរដោយព្រះវិញ្ញាណបាទពីព្រោះចំណុចទាំងអស់នេះគឺខ្ញុំដើរមកចូលប្រហែលជាវាយូរឆ្នាំមកហើយណាតាំងពីក្មេងរហូតដល់ប៉ុណ្ណេះបាទគឺយើងតែងតែអធិដ្ឋានយើងតែងតែសុំបាទយើងតែងតែសុំយើងតែងតែឆ្ងល់កន្លែងណាយើងតែងតែសួរអញ្ចឹងណាបាទអញ្ចឹងព្រះជាម្ចាស់តែងតែឆ្លើយតបអញ្ចឹងណាបងប្អូនហើយខ្ញុំ
tay từ chua bình nhiên tay từ chua bình nhiên nè đại trôi máu nâng chlong kia cho một nhóm cứ bộ vẽ bảo đó mai dưới còn miền này bà cứ xua non có đầm pi sầm mai cao một màu chắc man nhóm đăng tăng pi mù là hai nơi nơi các bà spin nó cả tật lịch nơi các bà spin nơi ấy nó cứ lịch lơ nung cả lên nơi ấy nó cứ dương bàn tầm mơ on hai tầng nó cứ anh chẳng mền bà từ miền cả tật lịch miền ấy chẳng mền bà hãy cả bật trà muôn là bấy bật hông tật cả mọi hô cả mọi lịch và tiền môi tầng mù lắm có thật được không các bà spin được đây hãy cả hô rẽ rẽ vì nung cả lên mà nó cứ hô mất sầm đạn tới đó bằng cái lệ sạp dương trắng dương châu mà bình tầm na sọc tê vào dưỡng co viên đừng lo và sao từ một ca pla robot mà chỉ hiên mà chấm non mà ra chaka tới mà ra chaka đừng o và sao từ một tiền vận tải bông ôn từ miên chụp nữ từ ca sắc xa từ ca xoay vô từ ca khật com vô đang ở pi và tê chết đừng cùng với sao vào dưỡng phòng đại chẳng á hay có từ ca vô làm pi sẽ con luôn đây bà vô làm pi sẽ con luôn đây bạn dương hát thôi ai phải chia chia từng mũ đó sọc sôi kia bà chẳng á bông vốn bà chẳng nơi không cầm pí nơi không dương sắc xa pi Brazil và dương sắc xa pi Brazil Christ cứ ba nơi tha chắc cả vào từng mũ bà đi phốt nơi chắc cả vào từng mũ đó thông mùi mình men vật tê mùi mình men đầm bòn mùi để ba nơi tha và chia chia từng mùi chẳng phải chia chia từng mũ trai cá dương trai cá mê đặc nòm đồ mới chẳng mê đặc nòm mùi nên mê đặc nòm bị phốt đó global leader nâng chỉ global leadership ở bằng vốn á bà chẳng global leadership cứ trai ca mà nước đại bậc cái đã bay chui sừng cua mà nước bà chui sừng cua và chọc sừng cream mà nước đại phát đo nơi sừng đây sừng cua sờ lánh meta carana muteta nó opk cả phát đo nơi ở bay từng óc đo và chia chiết đại cặp bông đặc sào nó bật tê để tuân sao nhà break bật tê để tuân sao nên đầm bon là gì bật tê để tuân sao nên ai xem nữa chẳng các bạn con á ní cứ chỉ bầm non rồi bọc ra bằng cá mỹ đặc nọ máu cứ đầm bay oi mốc bầm rá và chia chiết từng mũ nó không thành đầy chẳng bằng phone á mà bằng cá đạch bằng cá đã quay quay cướp bài giang và thi này tập đây bằng cá đây máu nó ra cho nào sản phẩm nó cứ đầm bay bầm rá tại đời lái cầm miên nay khang xây chiến nó cứ ban đây tham mê cầm nai sạt than sạt phê vẽ rõ nó ban tới đất ngon con mình nói chưa bé đôi rổ xi đôi chân đôi cả đấy càng chương và tê cô mình đi môi trường đồn chẳng bằng phone á đôi mì dần mai chẳng thầy lấy nó cho lon cho thay đài chẳng á chẳng rương từng on đó nghe bị thua ở biên ca và chăng thế này bọn nó đôi chồng vậy là bọn chẳng nên không là vô bãi cứ và chăng thế này rồi biến cô mình đi hay năng lọc sợi chẳng và tiếc cô mình đi ba này tha chơi nhiều dũng và lọc sợi cứ và lọc hai thằng pré tạm lời pré mấy kia pré chẳng cứ cầm phun tại vậy thế này chẳng sự cái đây sau một tháng cứ mình đai pré chanh nhé pré tay nhật nè mi bọn vốn á bà pré tay nhật nè mi chẳng cướp ở vậy vậy từng ó cứ chia là bỏ pré phải đây từng mua chia chun từng mua chẳng pré còn vô chất tục đã nè tay sầm khăn đòi dương từng ó kia nó cứ dương nom kia adi than từ càn pré dương nom kia adi than thưa ca bầm ráo pré đài chẳng bọn vốn á bà chẳng pré adi có nơi từ trăm chui dương vì phố quát cúp krong quát đã môi từng mù nên lừa hai đây chặt vào lần chẳng quát bằng ca ở miền cam pol quát bằng ca ở miền sa là hốt ở quát né cho máu sừng cua làm bay bằng hai từ cái này chỉ chứ bằng hai mà nước và ai mới khơi bà mà nước quan ai đà ban bà mà nước đại cô thong ai sẽ đạp lư chẳng cái này mà nước đại slap hai ai pro hỏi luôn làng quên và trao vì kê càng của ông hái bay thay cõi của ông miền chỉ vật làng quên chẳng á bà nu hai cứ chi ở quấy đại pre ban tiếp chồng màu nó bằng bốn chẳng bà này thay dương từ động co chất chùm nưa cà chia diêm vào dương cà khất không vào dương cà sai vào dương nè cà phơi tầm nào tầm múc chùm mùi được pre công ty nó cứ sủng khăn là bằng bốn bà chẳng bình tu pre công ty cứ nơi tại chia thô rồi miễn là cái đông sẽ còn lộ chẳngตัวใบสกอลลูกนั่งเวแต่นี่คลาวซาโคดขาดละเบียไม่กระดับเป็นแต่แปรกัมปีแปรในแต่เมียนบอดเมียนเจโทระเมียนอันนั้นโดยเจทอในครั้งโลกนั้นคือในแต่เจเมียนโดยเจในแต่เมียนเจโทระเมียนบ่าจังดำน้า
ដំណើរទៅមុខយ៉ាងម៉េចដំណើរទៅមុខគឺការបោសសម្អាតស្ថានគឺព្រះគាត់នឹងបោសសម្អាតសភាវៈអាក្រក់ណាអញ្ចឹងព្រះយេស៊ូវគាត់ជាព្រះសង្គ្រោះព្រះវរបិតាព្រះជាម្ចាស់គាត់ជាអ្នកបំផ្លាញមេកំណាចទាំងអស់បាទហើយយើងទាំងអស់គ្នានឹងគឺរស់នៅក្នុងគេហៅថាជំរករបស់ព្រះអង្គនៅក្នុងទីឋានមួយដ៏សុវត្ថិភាពនិងសប្បាយរីករាយនិងសុខសាន្តនិងមានប្រពរចំណែកសភាវៈអាក្រក់នឹងត្រូវភ្លើងឆេះដោយអំណាចព្រះចេស្តារបស់ទ្រង់ហ្នឹងនៅក្នុងគម្ពីរមានចែងបងប្អូនមើលបន្ថែមទៀតនៅក្នុងហ្នឹងការបើកបង្ហាញចំពោះយូហាននេះបាទហើយនឹងមាននៅក្នុងគម្ពីរចែងនៅក្នុងបទផ្សេងទៀតអញ្ចឹងបងប្អូនអាចមើលបន្ថែមទៀតអញ្ចឹងហើយបានជាខ្ញុំចេះតែបង្ហាញនាំឲ្យបងប្អូនចូលមើលគឺដើម្បីឲ្យដឹងថាតើពេលវេលាខាងមុខនឹងមានអ្វីកើតឡើងអញ្ចឹងហើយបានជាព្យាយាមផ្លាស់ប្រែណាបងប្អូនណាក្នុងនេះមានផ្លាស់ប្រែពីអាក្រក់មកល្អកាលណាយើងប្រែពីអាក្រក់មកល្អយើងអត់ជាប់វត្តដាក់ទៀតទេយើងអត់មានទាស់មានជាប់ទោសក្នុងវត្តដាក់ទៀតទេអញ្ចឹងណាបងប្អូនណាប្រែពីចិត្តអាក្រក់ពីអំពើអាក្រក់ហ្នឹងមកធ្វើជាមនុស្សល្អវិញអញ្ចឹងណាបងប្អូនណាមកជួយសង្គ្រោះមនុស្សមកអប់រំមនុស្សមករៀនអំពីព្រះមកបម្រើព្រះយល់ទេបងប្អូនបាទមកដើរតាមផ្លូវរបស់ព្រះព្រះវិញអញ្ចឹងណាអញ្ចឹងយើងអាចសង្គ្រោះទាំងវិញ្ញាណផងសង្គ្រោះទាំងជីវិតយើងផងជីវិតយើងក៏នៅបានល្អវិញ្ញាណយើងក៏មិនទៅកើតនៅក្នុងទីភ្លើងគេធ្វើទរណកម្មនឹងភ្លើងនរកនៅក្នុងកើតទៅជាកំណើតដេរឆានជាកំណើតអីផ្សេងនោះសត្វដេរឆានកំណើតអីផ្សេងនោះវាច្រើនណាអញ្ចឹងណាអញ្ចឹងហើយនៅពេលដែលយើងចាប់ផ្ដើមធ្វើការបង្ហាញនេះគឺយើងត្រូវតែប្រកាន់ភ្ជាប់ជាមួយនឹងគម្ពីរព្រះអធិដ្ឋានជាប់ជានិច្ចហើយយើងប្រមូលគ្នានៅក្នុងក្រុមជំនុំទាំងអស់ហ្នឹងដើម្បីជួបគ្នាអាសាជួបគ្នាណាបងប្អូនណាអាសាជួបគ្នាអាសាប្រឹក្សាគ្នាអាសាលើកបទគម្ពីរមកអានព្រោះបទគម្ពីរជាអ្វីបទគម្ពីរគឺជាការសន្យារបស់ទ្រង់គឺជាក្តីសន្យាគឺជាកិច្ចសន្យាបទគម្ពីរគឺជាអ្វីមួយដែលដូចជាទឹកចឹងដូចជាអ្វីមួយដែលផ្ដល់ឲ្យនៅសេចក្តីសុខសាន្តនិងសេចក្តីចេះដឹងសម្រាប់ប្រជាជាតិទាំងមូលនៅលើផែនដីយល់ទេបងប្អូនណាកាលណាយើងយល់អានឹងកាន់តែជ្រៅបានបងប្អូនមិនចោលគម្ពីរអញ្ចឹងណាបងប្អូនណាចាប់ផ្ដើមស្រឡាញ់គម្ពីរវិញហើយបាទស្រឡាញ់ការរៀនសូត្រស្រឡាញ់ការចេះដឹងហើយដោយសារអីកាលណាយើងមើលព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើងនៅក្នុងខ្លួនយើងឲ្យដឹងថាដំណើរជីវិតរបស់យើងបាទហើយយើងអធិដ្ឋាននៅជាមួយព្រះអង្គជាប់ដើម្បីព្រះអង្គបើកផ្លូវឲ្យយើងយល់ភ្ជាប់តំណែងជាមួយនឹងមនុស្សគ្រប់បែបយ៉ាងទាំងអស់ដែលអាចជួយឲ្យកិច្ចការរបស់ព្រះអង្គនឹងដំណើរការទៅមុខបានប្រសើរអញ្ចឹងសេចក្តីល្អយើងមានកាន់តែច្រើនធំទៅអ្វីសុខសន្តិភាពឬក៏សេចក្តីសាន្តត្រានឹងត្រឡប់មកវិញបាទអស់ពីអាណត្តិដុល្លារត្រាំទៅនឹងត្រឡប់មកវិញទាំងអស់ល្អប្រសើរឡើងវិញមនុស្សនឹងអាចប្រសើរឡើងវិញព្រោះឥឡូវហ្នឹងត្រាំគាត់អាចធ្វើល្អមួយផ្នែកប៉ុន្តែមួយផ្នែកទៀតមិនទាន់ល្អអញ្ចឹងណាបងប្អូនវាអាចប៉ះពាល់ដល់ដូចអូបាម៉ា care សម្រាប់ Medicaid សម្រាប់ស្អីឬក៏កាត់ស្អីទាំងអស់ចោលហ្នឹងគឺធ្វើឲ្យមានបញ្ហាដល់មនុស្សដទៃមនុស្សដែលអត់មានគេហៅថា disability ណា disability person បានមនុស្សដែលអត់មានលទ្ធភាពក្នុងការរកប្រាក់ចំណូលចិញ្ចឹមខ្លួនឯងយល់ទេបងប្អូនបាទក្មេងមនុស្សចាស់អីចឹងទៅអញ្ចឹងអស់ពីគាត់ទៅគឺមានអ្នកផ្សេងមកប៉ះពៅរឿងនឹងវិញអញ្ចឹងបងប្អូនណាបាទអញ្ចឹងប្រហែលជាអានេះអាចចង់និយាយថាក្រោយពីគាត់ធ្វើកិច្ចការងារផ្សេងហើយបើគាត់មិនប្រែដើម្បីឲ្យអ្វីល្អផ្សារឡើងវិញសភានឹងប្រអាក់ជាប់រហូតបាទសភានឹងប្រអាក់ជាប់អញ្ចឹងរហូតមិនឲ្យរដ្ឋាភិបាលរបស់គាត់នឹងតម្រង់ការរបស់គាត់នឹងអាចទៅមុខទៀតបានទេអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យរាំងស្ទះទាំងអស់ពាណិជ្ជកម្មលើសកលលោកមានរាំងស្ទះទាំងអស់ទៅលើមេដឹកនាំផ្សេងពិបាក connect គ្នាពិបាកនាំចេញនាំចូលពិបាកសេដ្ឋកិច្ចពិបាកអរញ្ញវត្ថុពិបាកក្នុងការរស់នៅទាំងអស់អញ្ចឹងណាអញ្ចឹងចាំមើលតើព្រះលោកនឹងបដូរឬក៏យ៉ាងម៉េចឬក៏គាត់បដូរចិត្តដុល្លារត្រាំដើម្បីឲ្យរៀបចំយ៉ាងម៉េចបដូរសភានៅក្នុងសភាអាមេរិកដើម្បីធ្វើម៉េចឲ្យល្អប្រសើរឡើងវិញដើម្បីដំណើរការស្រោចស្រង់ជីវិតមនុស្សឡើងវិញបាទហើយខ្ញុំជឿជាក់ថាប្រទេសអាមេរិកប្រកាសជាមិនជាប់ប្រធានាធិបតីស្រីទេតាមខ្ញុំមើលអញ្ចឹងណាសម្រាប់2ឆ្នាំទៀតណា
យើងអាចថា2ឆ្នាំទៀតចុះជាង2ឆ្នាំទៀតអញ្ចឹងអាចថាពីឥឡូវទៅយើងមើលឲ្យហើយយើងមើលពីឥឡូវនឹងហើយអញ្ចឹងការរៀបចំដំណើររបស់ព្រះខ្ញុំជឿថាគាត់នឹងយល់ដឹងពីព្រោះគាត់ជាជនជាតិអាមេរិកកាំងហើយជនជាតិអាមេរិកកាំងខ្ញុំជឿថាពួកគាត់ទៅព្រះវិហារដូចគ្នាបាទនឹងយល់ដឹងដូចគ្នាបាទអញ្ចឹងអាឥទ្ធិពលហ្នឹងឥទ្ធិពលព្រះបង្ហាញអីហ្នឹងគឺសំខាន់ណាបងប្អូនណាបាទដោយស្ដេចអាប៊ីម៉ាឡេកអញ្ចឹងបាទស្ដេចអាប៊ីម៉ាឡេកហ្នឹងគឺចង់បានប្រពន្ធរបស់នេះនោះដល់ពេលអញ្ចឹងទៅព្រះក៏ឲ្យយកសពតែម្ដងអញ្ចឹងមកនគរហ្នឹងគឺឲ្យទៅជាស្ត្រីអាទាំងអស់បើមិនអញ្ចឹងគាត់នឹងសម្លាប់ចោលអញ្ចឹងណាហ្នឹងហើយអាហ្នឹងយកប្រពន្ធគេបាទប៉ុន្តែគាត់គ្មានកំហុសប៉ុន្តែដោយសារអាប់រ៉ាហាំគាត់ជាអ្នកប្រកាសទំនាយអញ្ចឹងណាហើយដោយសារខ្លាចតែប្តីប្រពន្ធទៅប្រពន្ធស្អាតអីចឹងទៅមានការប្រចាប្រច័ណ្ឌខឹងគេអាចសម្លាប់អាប់រ៉ាហាំទៅអញ្ចឹងក៏គាត់ផោថាជាប្អូនស្រីអញ្ចឹងទៅហ្នឹងរឿងនៅក្នុងដើមកំណើតបងប្អូនណាអាចចូលទៅមើលបានខ្ញុំអត់ចាំទេខ្ញុំភាគច្រើនខ្ញុំអត់សូវចាំអស់ហើយបងប្អូនណាបាទអញ្ចឹងពឹងអាងគឺលើកម្ពីហើយបាទពីព្រោះដោយសារជីវិតយើងមនុស្សមានបាបយើងទាំងអស់គ្នាមានបាបណាមានបាបដោយសារយើងរស់ស៊ីយើងមានប្រពន្ធកូនយើងមានអីចឹងធ្វើអំពើពីមុនមកយើងអត់ដឹងអីចឹងទៅវាមានចន្លោះខ្វះខាតនៅកន្លែងណាអញ្ចឹងហើយជាអំពើបាបនោះធ្វើឲ្យយើងឆាប់ភ្លេចភ្លាំងដែរអញ្ចឹងបងប្អូនណាបាទអាហ្នឹងយើងត្រូវទទួលស្គាល់ចំណុចហ្នឹងបងប្អូនប៉ុន្តែយើងអធិដ្ឋានតទៅមុខទៀតបងប្អូនយើងអធិដ្ឋានដើម្បីឲ្យយើងកសាងខ្លួនយើងបន្សុទ្ធខ្លួនយើងឲ្យទៅជាបរិសុទ្ធឡើងវិញបាទធ្វើដំណើរជាមួយព្រះឡើងវិញបាទហើយយើងខិតខំយើងព្យាយាមសិក្សាយើងព្យាយាមតំណាក់តំណងពង្រីកសក្តានុពលធ្វើម៉េចឲ្យក្រុមជំនុំធ្វើម៉េចឲ្យក្រុមការងារ leadership យើងដំណើរការបានល្អប្រសើរអញ្ចឹងណាពីមួយកន្លែងទៅមួយកន្លែងពីមួយកន្លែងទៅមួយកន្លែងពីមួយប្រទេសទៅមួយប្រទេសពីមួយប្រទេសទៅមួយប្រទេសអញ្ចឹងឆ្លងគ្នាឲ្យវិលមកជុំគ្នាដោយតែក្នុងអ្វីដែលខ្ញុំអានគម្ពីរហ្នឹងអញ្ចឹងបងប្អូនណាបាទអញ្ចឹងទី1យើងធ្វើការឆ្លងប្រទេសបាទយើងធ្វើការឆ្លងប្រទេសហើយយើងរកវិធីយ៉ាងម៉េចដើម្បី connect គ្នាបាទដូចយើងភ្ជាប់ website អញ្ចឹងបាទ jw.org មកយើងមានអាច slash ប្រទេសណាគាត់អាចមើលបានអញ្ចឹងណាបាទមើលភាសាហ្នឹងទៅអញ្ចឹងបន្ទូលព្រះនឹងជ្រាបទៅលើភពផែនដីមួយទាំងមូលទាំងអស់អញ្ចឹងបងប្អូនណាអញ្ចឹងហើយបានជាខ្ញុំចង់ឲ្យបងប្អូនព្យាយាមsubscribe YouTube ខ្ញុំទៅខ្ញុំនឹងបន្តអាចថាមួយ channel នឹងឲ្យថែមមួយ channel ទៀតហើយ page មួយហើយនឹងថែម page មួយទៀតអញ្ចឹងណាបាទដើម្បីឲ្យដើរបដំសងគ្នាបាទបដំសងគ្នាហើយខ្ញុំនឹងលើកយកខគម្ពីរសម្រាប់អនាគតនិងបច្ចុប្បន្ននឹងឲ្យច្រើនណាឲ្យច្រើនដើម្បីឲ្យបងប្អូនមានការយល់ដឹងកាន់តែស៊ីជម្រៅថាតើអនាគតនឹងទៅរបៀបណាបាទខ្ញុំចង់អានវគ្គគម្ពីរនេះបន្តទៀតមួយដែរដើម្បីឲ្យបងប្អូនយល់កាន់តែស៊ីជម្រៅដោយសារបងប្អូននឹងមើលខ្ញុំនៅក្នុង YouTube ហើយនៅក្នុង Facebook page ណាអញ្ចឹងខ្ញុំអានហ្មងទៅបាទខគម្ពីរនេះណាបាទការបើកបង្ហាញចំពោះយូហាននេះការបើកបង្ហាញចំពោះយូហានចំពោះ3ពីខ1ដល់ខ12ហ្នឹងអានទៅបងប្អូនណាហ្នឹងហើយដើម្បីបងប្អូនយើងបានដឹងផងបញ្ចូលយើងអានហើយទី3ចូលសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងសាដេថាលោកដែលមានឫទ្ធានុភាពទាំង7របស់ព្រះនិងមានផ្កាយទាំង7មានប្រសាសន៍ដូចតទៅនេះថាខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នកហើយដឹងថាអ្នកមានឈ្មោះថាជាអ្នករស់រានមានជីវិតតែអ្នកបានស្លាប់ហើយ2ចូលប្រុងប្រយ័ត្នហើយពង្រឹងកម្លាំងដល់អ្វីដែលនៅសល់ហៀបនឹងស្លាប់ព្រោះខ្ញុំនឹងឃើញថាអ្នកមិនបានធ្វើអ្វីគ្រប់យ៉ាងតាមដែលព្រះរបស់ខ្ញុំចង់ឲ្យអ្នកធ្វើទេ3ដូច្នេះចូលចាំជាប់នៅអ្វីដែលអ្នកបានទទួលនឹងអ្វីដែលអ្នកបានឮហើយចូលកាន់ភ្ជាប់តាមសេចក្តីនោះព្រមទាំងប្រាយចិត្តណារឿងប្រាយចិត្តហ្នឹងសំខាន់ណាគឺត្រូវតែប្រាយចិត្តបងប្អូនណាកុំប្រកាន់ចិត្តទាស់ជាមួយនឹងព្រះប្រសិនបើអ្នកមិនភ្ញាក់ខ្លួនទេខ្ញុំប្រកាសជានឹងមកដូចចោលហើយអ្នកនឹងមិនដឹងទាល់តែសោះថាខ្ញុំនឹងមកនៅពេលណាឡើយបាទខណ្ឌ4
ទោះជាយ៉ាងណាក៏ដោយមានមនុស្សខ្លះនៅក្នុងក្រុងសាដេសដែលមិនបានធ្វើឲ្យសម្លៀកបំពាក់ក្រៅរបស់ខ្លួនសៅហ្មងឡើយហើយអ្នកនោះនឹងដើរជាមួយនឹងខ្ញុំដោយសារសម្លៀកបំពាក់សពីព្រោះពួកគេសមនឹងធ្វើដូច្នេះខណ្ឌ5អ្នកណាដែលឈ្នះអ្នកនោះនឹងបានសម្លៀកបំពាក់សហើយខ្ញុំនឹងមិនលុបឈ្មោះអ្នករបស់អ្នកនោះចេញពីសៀវភៅជីវិតឡើយតែខ្ញុំនឹងទទួលស្គាល់ឈ្មោះរបស់អ្នកនោះទៅមុខបិតារបស់ខ្ញុំនិងនៅមុខបណ្ដាទេវតារបស់លោក6ចូលអ្នកដែលមានត្រចៀកស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយតាមរយៈឫទ្ធានុភាពរបស់លោកបាទទី7ចូលសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងភីឡាដេភៀថាលោកដែលមានឫទ្ធានុភាពលោកដែលបរិសុទ្ធដែលពិតប្រាកដដែលមានកូនសោរបស់ដេវីតនិងជាលោកដែលបើកហើយគ្មានអ្នកណាអាចបិទបានក៏ជាលោកដែលបិទហើយគ្មានអ្នកណាអាចបើកបានមានប្រសាសន៍ដូចតទៅនេះថា8ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នកមើលខ្ញុំបានបើកទ្វារមួយនៅមុខអ្នកដែលគ្មានអ្នកណាអាចបិទបានឡើយខ្ញុំដឹងថាមានអ្នកមានកម្លាំងបន្តិចបន្តួចក៏បានកាន់តាមពាក្យរបស់ខ្ញុំហើយមិនបានក្បត់ខ្ញុំទេ9ចំណែកពួកអ្នកពីបកពួករបស់ស្ថានពួកគេនិយាយថាពួកគេជាជនជាតិយូដាតែតាមពិតមិនមែនជាជនជាតិយូដាទេគឺពួកគេនិយាយកុហកប៉ុន្តែខ្ញុំនឹងធ្វើឲ្យពួកគេមកក្រាបគោរពនឹងចិត្តនៅចិត្តជើងរបស់អ្នកថែមទាំងធ្វើឲ្យពួកគេដឹងថាខ្ញុំស្រឡាញ់អ្នកទៀតផង10ដោយសារអ្នកបានកាន់តាមអ្វីដែលអ្នកបានឮស្ដីអំពីការស៊ូទ្រាំរបស់ខ្ញុំនោះខ្ញុំនឹងរក្សាការពារអ្នកនៅគ្រាលបងលោដែលនឹងកើតឡើងពេញផែនដីទាំងមូលដើម្បីលបងលោពួកអ្នកដែលអាស្រ័យលើផែនដី11ខ្ញុំនឹងមកយ៉ាងឆាប់ចូលកាន់ភ្ជាប់តាមអ្វីដែលអ្នកមានដើម្បីកុំឲ្យអ្នកណាយកមកុដរបស់អ្នកខណ្ឌ12ខ្ញុំនឹងធ្វើឲ្យអ្នកណាដែលឈ្នះទៅជាសសរមួយក្នុងវិហាររបស់ព្រះនៃខ្ញុំហើយអ្នកនោះនឹងមិនចេញទៅវិញឡើយនៅលើអ្នកនោះខ្ញុំនឹងសរសេរនាមរបស់ព្រះនៃខ្ញុំនិងឈ្មោះនៃក្រុងរបស់ព្រះនៃខ្ញុំពោលគឺក្រុងយេរូសាឡឹមថ្មីដែលចុះមកពីព្រះនៃខ្ញុំនៅស្ថានសួគ៌ហើយខ្ញុំនឹងសរសេរឈ្មោះថ្មីរបស់ខ្ញុំនៅលើអ្នកនោះដែរ13ចូលអ្នកដែលមានត្រចៀកស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយតាមរយៈឫទ្ធានុភាពរបស់លោក14ចូលសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្រុងឡាវឌីសេថាលោកដែលជាអាមែនជាសាក្សីស្មោះត្រង់និងពិតត្រង់និងជាអ្នកដំបូងបង្អស់ដែលព្រះបានបង្កើតមានប្រសាសន៍ដូចតទៅនេះ15ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នកគឺមិនត្រជាក់ហើយក៏មិនក្តៅដែរខ្ញុំចង់ឲ្យអ្នកត្រជាក់ឬក៏ក្តៅ16ដូច្នេះដោយសារអ្នកក្តៅអ៊ុនមិនត្រជាក់ហើយក៏មិនក្តៅនោះខ្ញុំខ្ជាក់អ្នកចេញពីមាត់ខ្ញុំ17ពីព្រោះអ្នកនិយាយថាខ្ញុំជាអ្នកមានក៏មានទ្រព្យសម្បត្តិបរិបូរណ៍ហើយខ្ញុំមិនត្រូវការអ្វីសោះតែអ្នកមិនដឹងថាអ្នកមានទុក្ខវេទនាគួរឲ្យអាណិតក្រីក្រងងឹតភ្នែកនឹងនៅអាក្រាតទេ18ខ្ញុំទូមានអ្នកឲ្យទិញមាសពីខ្ញុំជាមាសដែលបានត្រូវសម្រាំងដោយភ្លើងដើម្បីឲ្យអ្នកទៅជាអ្នកមានហើយឲ្យទិញសម្លៀកបំពាក់សមកស្លៀកពាក់ដើម្បីកុំឲ្យអ្នកឯទៀតឃើញអ្នកនៅអាក្រាតរួចអ្នកត្រូវខ្មាស់គេចូលទិញថ្នាំលាបភ្នែកដែរដើម្បីអ្នកអាចមើលឃើញ19ខ្ញុំកែតម្រង់ហើយប្រដៅអស់អ្នកដែលខ្ញុំស្រឡាញ់ដូច្នេះចូលមានចិត្តខ្នះខ្នែងហើយប្រែចិត្តចុះឃើញប្រែចិត្តច្រើនណាបងប្អូនណា20
មើលខ្ញុំកំពុងឈរគោះទ្វារប្រសិនបើអ្នកណាឮសំឡេងខ្ញុំហើយបើកទ្វារខ្ញុំនឹងចូលទៅក្នុងផ្ទះរបស់អ្នកនោះហើយបរិភោគអាហារល្ងាចជាមួយនឹងអ្នកនោះហើយអ្នកនោះនឹងបរិភោគជាមួយនឹងខ្ញុំ21ខ្ញុំនឹងអនុញ្ញាតឲ្យអ្នកណាដែលឈ្នះអង្គុយជាមួយនឹងខ្ញុំលើបល្ល័ង្ករបស់ខ្ញុំដោយខ្ញុំបានឈ្នះហើយអង្គុយជាមួយនឹងបិតារបស់ខ្ញុំលើបល្ល័ង្ករបស់លោកដែរ22ចូលអ្នកដែលមានត្រចៀកស្ដាប់អ្វីដែលព្រះមានប្រសាសន៍ប្រាប់ដល់ក្រុមជំនុំទាំងឡាយតាមរយៈឫទ្ធានុភាពរបស់លោកអញ្ចឹងមានន័យប្រៀបធៀបមានន័យសម្រាយបងប្អូនចូលអានគម្ពីរហ្នឹងបងប្អូនអានឲ្យអាទៀតបងប្អូននឹងយល់អំពីដំណើរនៃខាងមុខហ្នឹងណាបាទអញ្ចឹងស្ថានភាពហ្នឹងគឺនឹងបង្ហាញម្ដងបន្តិចម្ដងបន្តិចបងប្អូនណាបាទខ្ញុំចង់ឲ្យបងប្អូនអានចង់ឲ្យបងប្អូនអានដោយខ្លួនឯងកាលណាយើងអានដោយខ្លួនឯងគឺយើងមានព្រះវិញ្ញាណមួយចាំមើលដឹកនាំបង្ហាញឲ្យយល់បងប្អូនណាបាទអញ្ចឹងបងប្អូនត្រូវមានជំនឿថាបងប្អូនអាចនឹងយល់បានបងប្អូនណាបាទអ្វីយើងអាចរៀនបានណាបងប្អូនណាបាទมันមានបន្ទុកទេបាទអញ្ចឹងខទាំងអស់នេះបងប្អូនត្រូវអានបងប្អូនណាត្រូវអានបន្តឲ្យបានច្រើនបាទសិតតែអ្វីដែលព្រះបានសន្យានៅថ្ងៃអនាគតនៅពេលខាងមុខអញ្ចឹងបងប្អូនណាបាទអញ្ចឹងមានអ្វីអំពីអតីតកាលគឺការសន្យាទៅអនាគតអ្វីពីអតីតកាលគឺសន្យាទៅអនាគតនឹងមកដល់អញ្ចឹងបងប្អូនណាបាទហ្នឹងហើយចាំមើលមានអីប្លែកទៀតទេសម្រាប់សកលលោកយើងហ្នឹងដូចมันមានអីទេបងប្អូនណាហ្នឹងហើយมันមានអ្វីដោយមានការស្មុគស្មាញអីបន្តទៅមុខទៀតទេគឺយើងគិតអំពីដំណើរទៅមុខបាទអូខេដូចជាកម្ពុជាថៃចាប់ផ្ដើមសម្រួលកែសម្រួលយុទ្ធភកនិងអាវុធធុនធ្ងន់ចេញពីតំបន់ចំនួនព្រំដែនអញ្ចឹងក៏ល្អដែរបងប្អូនណាបាទចាប់ទៅចាំមើលស្អែកមើលថៃព័ត៌មានថៃគេរបៀបម៉េចណាយើងគិតអំពីប្រជាជាតិយើងដែរបងប្អូនណាបាទយើងកែសម្រួលណាគេកែសម្រួលចេញពីព្រះវិហារអូខេល្អប៉ុន្តែសំខាន់គឺទៀមទាឲ្យ18នាក់តែហ៊ានរបស់យើងនឹងឲ្យចេញមកក៏ល្អដែរបងប្អូនណាបាទអញ្ចឹងយើងចង់បានអ្វីដែលជាស្រស់ស្រួលគ្នាឡើងវិញទៅបាទព្រោះការឆ្លោះគ្នាមិនជារឿងល្អទេបងប្អូនណាការឆ្លោះគ្នាមិនជារឿងល្អទេហើយយើងត្រូវការឲ្យវាល្អប្រសើរឡើងវិញបាទដូចជានៅក្នុងនេះប្រធានាធិបតីគាត់បាននិយាយណាត្រូវអាមេរិកក៏មិនស្រួលដែរបងប្អូននៅតែដែរហ្នឹងមើលទៅមនុស្សដូចជាពិបាកនៅក្នុងការបញ្ចប់សង្គ្រាមនេះណាមើលទៅបានឆាប់ចប់ទៅណាបងប្អូនវាល្អអ្វីវានឹងល្អប្រសើរឡើងវិញអូខេជានេះជាចំណុចមួយដែលបងប្អូនអាចសិក្សាបន្ថែមទៅហើយ
ពេលវេលាខាងមុខគឺជាពេលវេលាដែលញែកគ្នាបងប្អូនណាញែកពីសភាវៈអាក្រក់និងសភាវៈល្អបាទសភាវៈអាក្រក់ទៅបានឆេះដោយភ្លើងបាទទៅរកភពថ្មីណាបាទសភាវៈល្អគឺយើងនៅជាមួយព្រះបាទយើង ទទួលបាននៅពរជ័យសិរីមង្គលអញ្ចឹងទៅបាទអញ្ចឹងជាចុងក្រោយយើងសូមអរគុណព្រះជាម្ចាស់ដែលបានផ្ដល់អ្វីដែលកូនចៅបានរៀបចំធ្វើបាទហើយក៏សូមឲ្យបងប្អូនទាំងអស់គ្នានៅក្នុងការតាមដានរបស់ខ្ញុំប្រហែលថ្ងៃនេះដែលខ្ញុំ live ទាំង YouTube ទាំង Facebook ហ្នឹងសូមឲ្យទទួលបានពរជ័យបាទរួចផុតពីទុក្ខទោសទាំងឡាយទាំងពួងអញ្ចឹងណាសូមឲ្យជាទាំងអស់គ្នានៅក្នុងពេលដែលបងប្អូនមានជំងឺអីចឹងទៅបាទអញ្ចឹងបើសិនជាបងប្អូនមានពេលទំនេរសូមបងប្អូនចូលមើលគម្ពីរឲ្យបានច្រើនហើយបន្តអធិដ្ឋានដើម្បីសូមសេចក្តីសុខពីព្រះបាទអញ្ចឹងនេះជាពេលវេលាសម្រាប់ថ្ងៃស្អែកបន្តទៀតពេលនេះគឺខ្ញុំសូមប៉ុណ្ណឹងសិនសូមអរគុណព្រះសូមអរគុណបងប្អូនគ្រប់គ្នាបងបាទសូមជួយ Subscribe ផងបងប្អូនណាបាទ